នេះបលេង Minecraft Speedrun ទៀតប៉ុន្តែខ្ញុំមាន seed មួយដែលវាងាយស្រួលក្នុងការទៅវាយនៀកខ្លាំងទេហើយនេះវាជា seed របស់វាដែលអ្នកអាចមើលបានហើយអាចយកទៅលេងតាមបានប៉ុន្តែចាក់ស្ដែងវាអត់ស្រួលទេខ្ញុំលេងទៅងាប់ពីស៊ីបាយងាប់និយាយទៅវាបាក់លេងខ្លាំងប្រហើយមើលដាក់ផ្ទុះចិត្តងាប់នេះហោះទៅបាត់អាវគ្គនេះគឺវគ្គដែលបានសម្រេចជោគវាសនារបស់យើងវគ្គហ្នឹងគឺវាយនេះងាប់បានសម្រេចគឺយើងទៅវាយខែមកវាយខែហើយវាយឈើមកដុំទៀតមកនេះយើងវាយឈើយើងរត់ចូលមកផ្ទះមានមួយទៀតនោះនេះវាយខែហើយរូតហាប់វាមកហើយវាយឈើពីរដុំទៀតមកវាយមកនេះវាយមកនេះបានហើយលោតទៅតកមកបុកអត់ងាប់ក្រាហ្វិកអីក្រាស់អីមកក្រាហ្វិកអីឈើមួយសិននេះក្រាហ្វិកអីឈើឲ្យកាប់ថ្មពី3ដុំមកទុកធ្វើពីអីថ្មនេះក្រាហ្វិកអីថ្មមកបញ្ជីទៅខោមកផ្លោះមិនបាច់ឆ្ងល់ដល់ហេតុអីបានផតថវាពេញទេថាខ្ញុំលេងឈីតថាខ្ញុំបោកប្រាស់យ៉ាងហ្នឹងអូខេមិនលេងខូចទេខ្ញុំដាក់ភ្នែកទេកុំឆ្ងល់អ្នកឥឡូវយើងម៉ាញ់ឡើងលើទៅគិតច្រើនពេកនេះឧទាហរណ៍នេះយើងមាន mode night vision នេះលុយកប់លងឹតពេកហ៎បើកភ្លើងឲ្យភ្លឺខ្លាំងមកភ្លឺខ្លាំងពេកចាំភ្នែកបិទវាហើយនេះវាបង្ហោះគេចុកក្រោមមកកុំអាំងហោះវាចុកក្រោមនៅវាឆ្លើយវាហោះហើយវានៅស្បោះទៅមកដាក់យើងអញ្ចឹងគេធ្វើឲ្យចូលមកដាក់អីចុកក្រោមហើយចុកក្រោមពេលណាគឺងាប់ពេលណាហ្មងហើយហាក់ហ៊ានចុះលឿនមកវានៅគប់យើងធ្វើឲ្យចូលមកនៅស្ដោះទឹកមាត់នេះអ៊ុយឈឺទឹកមាត់ត្រាក៏អូចូលហើយថាដល់គប់វាវាយវាគប់ snowball មកដើម្បីជាប់អង្គគេទៅចែកថាដើម្បីយើងវាយមិនគុណ2ឈឺវាគប់ឲ្យវាត្រូវក្បាលវាមកពេលយើងវាយវាទៅវាឈឺមិនគុណ2គប់តាមដងអាចចូលដល់ខ្ញុំគប់2ដងនេះដាក់ថ្មបន្ទុះវាដាក់ខែទៅអូដល់ទីតែកាចុះមកម្ដងទៀតគឺមកហើយចូលចុះមកចុះមកលឿនណាស់ហើយនេះគប់ដល់ពលឺខ្លាំងគឺគប់មកវាគប់ក្បាលវាមកពេលយើងវាយទៅឈឺមួយហើយពេលបន្ទុះខែក៏ឈឺយើងមិនដែរនេះយើងវាយចិត្តមកយើងបន្ទុះខែបន្ថែមមកពីដីម្ដងដូរ setting មកទៅដាក់ control free ចាស់ទៅវានឹងដាក់វាមកយើងអាចបន្ទុះវាបានបុកលោតកប់មកទៅទេលោតទៅឆ្ងាយចូលវីដេអូយើងទៅបាយបាយ